ចាបងប្អូនចង់ធ្វើម្ទេសឆាឆ្ងាញ់ complete ទស្សនាវីដេអូនេះដល់ចប់ណាបងប្អូនតែងតែឆ្ងល់ថាមិនក៏កាកន្លែងបាយស្រូបខ្លះកន្លែងគេលក់កាទៀវឬលក់អីខ្លះក៏ម្ទេសឆាគេឆ្ងាញ់ខ្លាំងម្ល៉េះមែនទេអញ្ចឹងបើបងប្អូនចង់ដឹងថារបៀបធ្វើម្ទេសឆាឲ្យឆ្ងាញ់មិន complete ទស្សនាវីដេអូនេះខ្ញុំដល់ចប់ណាក៏ដូចជា share ជាការចែកម្លែកនិយាយទៅម្ទេសឆាមិនពិបាកធ្វើទេអ្វីដែលពិបាកទទួលយកបានគឺនៅពេលដែលយើងឆាវាទៅវាឆ្លក់បងប្អូនមិនធ្វើទេបងប្អូនព្រោះយើងចង់បានម្ទេសឆាឆ្ងាញ់យើងត្រូវតែឆាឲ្យទទួលយកនៅក្លិនរបស់វាបងប្អូនមកចង់ដឹងនាងខ្ញុំធ្វើរបៀបណាកុំភ្លេចតាមដានទស្សនាវីដេអូដល់ចប់ណារបៀបធ្វើគឺងាយមិនពិបាកទេហើយគ្រឿងផ្សំក៏មិនពិបាករកដែរបងប្អូនហើយបើបងប្អូនមានកន្លដូចនាងខ្ញុំអញ្ចឹងយកដាក់កន្លទៅគឺទុកបានយូរបងប្អូនរាប់ខែប៉ុន្តែកន្លនឹងត្រូវស្ងួតហើយស្អាតគ្រឿងផ្សំរបស់យើងត្រួសហ្នឹងគឺនាងខ្ញុំមានខ្ទឹមណាបងប្អូនចាខ្ទឹមនាងខ្ញុំដាក់ប្រហែលជា 3-4 ខាំឯងម្ទេសរៀងច្រើនដែរបងប្អូនគឺ1គីឡូចាមុនដំបូងឡើយគឺនាងខ្ញុំត្រូវការយកម្ទេសហ្នឹងដែលប្រឡេះតងស្អាតលាងទឹកស្អាតបានអស់ហើយគឺយើងយកវាមកកិនមកបងប្អូនយើងកិនម្ទេសសម្រាប់ការកិនណាគឺយើងមិនបាច់កិនម៉ត់ខ្លាំងពេកទេយើងកិនមកល្មមវាគេហៅថាម៉ត់មកល្មមមិនបាច់ដល់ម៉ត់ខៃទេអញ្ចឹងយើងកិនម្ទេសដូចនាងខ្ញុំកិនទៅបើបងប្អូនមានម៉ាស៊ីនក្លុកក៏បានដែរតែនេះនាងខ្ញុំមានពពុះម៉ាស៊ីនកិនសាច់អញ្ចឹងយើងកិនទៅវារៀងចាម៉ត់លឿនជាងយើងក្លុកនៅម៉ាស៊ីននោះហើយយើងអត់ពិបាកបើកកូរអីចឹងបន្ទាប់ពីចាកិនម្ទេសរួចរាល់ហើយគឺយើងចាប់ផ្ដើមមកកិនខ្ទឹមមកចាខ្ទឹមប្រហែលជា 3-4 ខាំដូចនេះខ្ញុំជម្រាបប្រាប់បងប្អូនឯងខ្ទឹមនេះខ្ញុំកិននឹងម៉ាស៊ីនមួយទៀតម៉ាស៊ីននេះក៏ដូចតែម៉ាស៊ីនមិញដែរចាបងប្អូនក៏វាខ្នាតតូចជាងហើយយើងកិនហើយយើងត្រូវការកិនវាមកល្មមនេះប្រហែលនាងខ្ញុំកិនហ្នឹងកុំឲ្យម៉ត់ពេកដូចគ្នាកាលណាម៉ត់ពេកគឺខ្ទឹមរបស់យើងវាដុំហើយអញ្ចឹងពេលបន្តមកទៀតគឺយើងចាប់ផ្ដើមយកខ្ទឹមយើងមកដាំពងដោយយើងចាក់ប្រេងឆាឡើងរៀងក្តៅតិចមកចាំយកខ្ទឹមមកដាំពងយើងពងវាមិនបាញ់ពងដល់ខ្លោចខ្លាំងឯងបងប្អូនប្រហែលក្នុងវីដេអូហ្នឹងមកបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមចាក់ម្ទេសរបស់យើងយកមកដាក់ជាមួយនឹងខ្ទឹមពងរបស់យើងដែលយើងបានពងមិញហ្នឹងស្រាប់ប្រេងឆាយើងដាក់រៀងច្រើនដូចក្នុងវីដេអូនេះខ្ញុំអញ្ចឹងមកបងប្អូនរហូតដល់ចាវាប៉ែជាមួយនឹងម្ទេសហើយយើងដាក់កូរវាចុះកូរឡើងតោះមកយើងដាក់អំបិលវិជែងស្ករម្សៅរឌីជាមួយនឹងប្រេងខ្យងណាបងប្អូនចាយើងដាក់ដើម្បីឲ្យវាមានជាតិឆ្ងាញ់ប្រៃឡំហើយឆាម្ទេសនេះដែរយើងអាចយកមកបន្លាញញ៉ាំមួយបាយក៏បានដែរបងប្អូនក៏ដូចជាយកមកជ្រលក់មួយសាច់អាំងសាច់ចៀនត្រីអាំងត្រីចៀនអីក៏បានដូចគ្នាមកគឺយើងធ្វើការរំងាស់ម្ទេសរបស់យើងឲ្យឆ្អិនបែបហ្នឹងមកបងប្អូនចាំយើងដួសមកទុកណាហើយបើបងប្អូនមានកន្លមានអីដួសទុកទៅអាចដាក់ទូទឹកកកក៏បានមិនចាំបាច់ដាក់ក៏បានដែរដោយសារយើងមានប្រេងឆាអញ្ចឹងវាអត់ដុះផ្សិតទេបើសិនក្នុងករណីដុះផ្សិតគឺប្រហែលជាមកពីកន្លរបស់យើងអត់ស្អាតហើយវាអាចមានបាក់តេរីអីផ្សេងគឺវាកាច់ចឹងរបៀបធ្វើម្ទេសឆាងាយណាបងប្អូនមិនពិបាកទេបងប្អូនអាចធ្វើតាមនឹងខ្ញុំហ្នឹងមកអាចយកញ៉ាំមួយកាទៀវឆាចាជាមួយកាទៀវរបស់យើងធម្មតាជាមួយបាយឆាបាយស្រូបបាយអីក៏ញ៉ាំបានទាំងអស់បងប្អូនជាលក់ជាមួយនឹងត្រីអាំងត្រីចៀនគឺមិនរើសនោះទេគឺបានទាំងអស់ណាអញ្ចឹងវីដេអូរបស់នាងខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងនាងខ្ញុំសូមថ្លែងអំណរគុណបងប្អូនដែលតែងតែគាំទ្រក៏ដូចជាទស្សនាវីដេអូនាងខ្ញុំចាជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អរកទទួលទានមានបានចាធ្វើដំណើរទៅណាមកណាប្រកបទៅដោយសុខសុវត្ថិភាពបើសិនណាបងប្អូនគិតថាវីដេអូនេះល្អមានប្រយោជន៍កុំភ្លេចជួយ share ជាការចែកម្លែកជូននាងខ្ញុំមួយផងចាក៏ដូចជា share ដើម្បីចែកម្លែកឲ្យបងប្អូនដែលគាត់ចង់រៀនធ្វើចាម្ទេសឆាហ្នឹងឲ្យទទួលបានរសជាតិឆ្ងាញ់អាចរក្សាទុកបានយូរក៏បានឃើញផងថាគេធ្វើរបៀបណាអញ្ចឹងណាចាហើយមួយវិញទៀតបើសិនវីដេអូនេះខ្ញុំមានកំហុសឆ្គងអីសូមបងប្អូនខន្តីអភ័យទោសផងព្រោះដោយសារនាងខ្ញុំមិនមែនជាចុងភៅជំនាញឬក៏រៀននៅសាលាឬក៏ចាចុងភៅអីនៅហាងទេគឺចុងភៅតាមផ្ទះធម្មតាគាត់ចាទំនេរគឺមានក្បួនអីគឺចែកម្លែកបងប្អូនទស្សនាអរគុណច្រើនជម្រាបលាបាយបាយ